មកពីកន្លែងធ្វើការមកដល់ផ្ទះប្រហែលជាម៉ោង6ជាងបងហើយឃ្លាននំបញ្ចុកហើយតែប៉ាត់ទៅនំបញ្ចុកនឹងឃ្លានតាំងពីម្សិលមិញប៉ុន្តែធំដោយសារតែម្សិលមិញខ្វះគ្រឿងធ្វើទឹកស្លនំបញ្ចុកហើយមានម្ហូបមានអីខ្លះក៏ហូបម្ហូបនឹងទៅតែសម្រាប់សម្រួលថ្ងៃនេះខ្ញុំត្រូវតែធ្វើតតបានព្រោះឯម្សិលមិញគុំខ្លាំងគុំហូបដល់2 3ចានដប់អីធ្វើទឹកស្លការីនំបញ្ចុកឯហ្នឹងរៀងកាត់ហើយមិនមែនកាត់លេងណាកាត់ខ្លាំងហ្មងនិយាយរួមទៅគម្រោងខ្ញុំដែលធ្វើទឹកស្លនំបញ្ចុកហ្នឹងគម្រោងតាំងពីយប់មិញពេលផឹកអត់បានទៅទិញគ្រឿងនៅក្នុងផ្សារមានអីមកពីធ្វើការមក6ជាងតាមផ្សារអីបិទអស់លេងអញ្ចឹងក៏រត់ទៅទិញគ្រឿងនៅក្នុងម៉ាននេះមានខ្ទិះដូងមានគ្រឿងកញ្ចប់អាគេធ្វើស្រាប់ហ្នឹងអូយបងប្អូនខ្ញុំនិយាយមែនបើសិនជាមានគ្រឿងកាចាន់ផ្កាអីហ្នឹងមកយើងធ្វើខ្លួនឯងអូយគ្រឿងមិនថាឈ្ងុយយ៉ាងណាទេឈ្ងុយដល់ផ្អើលកន្លែងខ្ញុំនៅហ្មងធ្វើមិនបើបេះដូងកាពះខ្ញុំនេះគេឃ្លានអីអញ្ចឹងគឺត្រូវតែធ្វើឲ្យគេហូបឲ្យគុំឡើង2ថ្ងៃហើយតាមថ្ងៃណាមានអាកាសល្អធ្វើការីឲ្យបែបត្រឹមត្រូវម្ដងហើយការីខ្ញុំអត់មានបន្លែមានអីច្រើនទេលើកនេះមានតែសាច់មាន់ហើយនឹងតបនេះមួយបងគ្រឿងបងអីមកដាក់រ៉ូឌីដាក់ស្ករបន្តិចមកពេលនេះជាតិហើយមិញស្លនខ្ទះសុកឥឡូវដាក់ឆ្នាំងវិញដោយសារតែខ្ទះហ្នឹងអត់មានកម្របមានតែឆ្នាំងហ្នឹងឯងមានកម្របអញ្ចឹងបានឆាប់ឆ្អិនការីហ្នឹងធ្វើលឿនគួរសមដែរបងប្អូនធ្វើតែមួយផ្លែតគ្រាន់តែយូរជាងគេហ្នឹងគឺងាស់ហើយវារៀងលួយអាបន្លែហ្នឹងខ្ញុំមកដើរចុះដើរឡើងវិញហ្នឹងថាចក្រានហ្នឹងវិញធ្វើម្ហូបទាន់ហើយពងជូតរហូតពេលយើងដាក់មកងាស់ការីហ្នឹងចោលហើយខ្ញុំចាប់ផ្ដើមមកយកបន្លែយកអីនេះយកមកចិតដើម្បីហូបជាមួយនំបញ្ចុកបន្លែនេះសល់ពីបន្លែបុកល្ហុងហ្នឹងបងប្អូននេះដូចជាសណ្តែកគួរដូចជាស្ពៃក្តោបស្ពៃអីហ្នឹងហើយនឹងល្ហុងតែប៉ិតល្ហុងបើដាក់មួយស្លខ្មែរឆ្ងាញ់ជាងជាមួយស្លការីឲ្យតែពេលខ្ញុំទៅហូបនំបញ្ចុកម្ដងគឺថាកំងអ្នកលក់បន្លែហ្នឹងសឹងថាដាក់100មុខហ្នឹងតែបន្លែអ្នកលក់រហូតនេះទៅអ្នកលក់ដល់ចង់ខ្លាចខ្ញុំហើយនំបញ្ចុកតែ5 6 ពាន់ទេប៉ុន្តែគាត់តែបន្លែវិញគឺថាអ្នកលក់លេងចង់ចំណេញហើយចុះបងប្អូនកំពុងតែមើលហ្នឹងបើកំងនំបញ្ចុកមួយចានអត់ដាក់បន្លែអីខ្លះខ្ញុំធ្លាប់ទៅហូបនំបញ្ចុកនៅមាត់ទន្លេបងខ្លះគាត់អត់យកបន្លែនេះបន្លែនោះពេលខ្ញុំលឺចឹងរឿងឈឺបេះដូងដោយសារតែខាងនេះចូលចិត្តបន្លែណានិយាយទៅមានអ្នកម្យ៉ាងដែរពួកឯខ្ញុំពេលកំងនំបញ្ចុកអីគឺខ្ញុំអត់ដាក់សាច់ទេតែសុំបន្លែច្រើនស្លការីយើងក៏ឆ្អិនហើយបន្លែក៏រៀបចំហើយឥឡូវនេះចាំតែនំបញ្ចុកទេនំបញ្ចុកនេះស្រស់មួយផ្លែតគឺបានហើយនិយាយទៅនៅផ្ទះគឺនំបញ្ចុកអត់ឲ្យដាច់ទេខ្ញុំទិញមកថងសម្រាប់ទុកហូបមួយនេះមួយនោះចឹងណាហូបមួយនំបញ្ចុកក៏ត្រូវឧទាហរណ៍ដូចថ្ងៃហ្នឹងចឹងកម្រងធ្វើនំបញ្ចុកឯងបងប្អូនហើយភ្លេចរបស់សំខាន់ណាភ្លេចទិញអានំបញ្ចុកសអញ្ចឹងមានតែយើងយកសោះហើយយើងមូលខ្លួនឯងយើងស្រេស្រង់ឲ្យចេញចវាយតាមនឹងទៅមើលដៃខ្ញុំដឹងហើយមូលលិចមូលតកើតខ្ញុំអត់ចេះទេបងប្អូននេះគឺជាលើកទី1ខ្ញុំហើយដែលរៀងធ្វើនំបញ្ចុកចេញឲ្យជាចវាយយើងធ្លាប់តែហូបស្រាប់ប៉ុន្តែលើកនេះចេញមកធ្វើខ្លួនឯងត្រឡប់ទៅភពគុណហ្មងបើថាខ្ញុំវិញលេងញ៉ាំលេងអីញ៉ាំលេងចេញឲ្យពួកអីយើងត្រូវអារម្មណ៍ជាខ្លាំងហ្មងណាតែមើលនំបញ្ចុកហ្នឹងយូរទៅមានអីស្អាតមួយយ៉ាងដែរតាខ្ញុំនិយាយមែនពេលមូលនំបញ្ចុកហ្នឹងឲ្យចេញចវាយសើចខ្លួនឯងបដានឹកស្មានមកដល់ហើយពួកអីខ្ញុំមិនដែលឃើញរបៀបគេធ្វើខ្ញុំមិនដែលមើល YouTube អីទេប៉ុន្តែយើងចេះថាសម័យដែរចេះធ្វើចេញដែរហើយសម្រាប់នំបញ្ចុកនេះបានប្រហែលជា7 8ចវាយបាន2ចានដែរឥឡូវនេះរួចរាល់អស់ហើយបងប្អូនឲ្យបានហូបហើយនិយាយថាឃ្លានខ្លាំងហ្មង8ជាងធ្ងន់តែស្លោហើយនិយាយមែនណាពេលហូបនំបញ្ចុកគឺខ្ញុំនឹកឃើញដល់ទៅយងចេកហើយនឹងទួយកធំថេតបើសិនជាបាន2មុខបន្ថែមនឹងទៀតអូយនិយាយថាជាតិនោះជាតិហើយនំបញ្ចុកបើសិនជាមានម្ទេសនេះទេក៏អត់ឆ្ងាញ់ដែរយើងដាក់4 5គ្រាប់ក្នុងចានមកហើយស្លការីខ្ញុំដួសមកស្លការីខ្ញុំស្លរៀងច្រើនប៉ុន្តែជាក់ស្ដែងទៅហូបបានប្រហែលជា2 3ចានសម្រាប់នំបញ្ចុកតំណងទេបងប្អូននៅម្នាក់ឯងក៏អាចធ្វើស្លការីនំបញ្ចុកហូបបានដែរសម្រាប់រសជាតិអាចទទួលយកបានគាត់ថាពេលនឹងឃ្លានខ្លាំងគឺដាក់យកហើយមិនឆ្ងាញ់អីណាទេថាត្រូវតែសើខ្លួនឯងខំស្លឡើងតាំងពីម៉ោង7ជាងដល់18ជាង7 9យូរគួរសមដែរយើងស្លតែឯងហើយក៏ពេលកប៉ុកច្រើនណោះហើយខ្ញុំវិញឲ្យតែបានហូបនំបញ្ចុកចឹងរឿងម្ទេសគឺថាហូបដូចសកាកែវចឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតបាយបាយសុខសប្បាយទាំងអស់គ្នា